បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះគឺជារុនធ្វើការងារថ្មីមួយបាទបងប្អូនឆ្លប់ឃើញតែជារុនប៉ះកង់ម៉ូតូបាទឥឡូវប៉ះកង់ឡាននោះបាទហើយបងប្អូនខ្លាំងមិនសូវស្គាល់មុខជារុនច្បាស់តែឥឡូវស្គាល់ហើយបាទឥឡូវឃើញមុខច្បាស់ហើយបាទគឺជារុនគឺបងវត្តយ៉ាងបងប្អូនបាទគឺរូបរាងគឺសង្ហាយ៉ាងហើយបាទឥឡូវបងប្អូនបាទឥឡូវធ្លាប់តែបងប្អូនឃើញថាជារុនប៉ះតែកង់ម៉ូតូបាទឥឡូវថ្ងៃនេះគឺជារុនប៉ះកង់ឡាននោះបាទដោយសារមួយពិសេសបាទមួយ VIP បានទៅជាងរយជាងរុនទៅប៉ះកង់បាទឥឡូវចាប់ផ្ដើមដូយកង់ឡានសិនបាទដើម្បីយើងបវលបាទដូរឲ្យផុតកង់ពីដីសិនដើម្បីយើងបវលរកកន្លែងដែលកង់ឡាននឹងត្រូវឃ្លាយបាទកន្លែងឃ្លាយកន្លែងណាមូលហេតុអីបានជាកង់ឡាននឹងឃ្លាយឥឡូវយើងដូរឡើងមកហើយដូរយើងគឺស្រួលណាស់បងប្អូនបាទចាំមើលខ្ញុំនៅខាងមុខទៀតបាទវាដាក់ឲ្យបងប្អូនមើលច្បាស់តិចក៏ឲ្យយើងយកសោមកផ្សារភ្ជាប់ជាមួយនឹងដូរយើងមកឥឡូវយើងដូរផុតរួចរាល់ហើយបាទដោយសារធូរខ្លាំងពេកឃើញអត់បងនេះគឺវិសបាទវិសគឺជួងជាប់ជាមួយនឹងកង់ឡានហ្នឹងបណ្ដាលឲ្យកង់ឡាននឹងឃ្លាយឥឡូវយើងចាប់ដើមមូលទៅមកបាទមូលដូចយើងចេញទេបាទហើយយើងស្អិតជាប់ប៉ុណ្ណឹងហើយយើងយកត្រូវមានតកាត់បាទយើងយកតកាត់យើងឲ្យតូចមួយមកដើម្បីយកនៅពីចេញដើម្បីយើងប៉ះឬក៏ចុកនៅបណ្ដាកង់ឡានរបស់យើងបាទហើយការចុកនេះផងដែរគឺយើងមានសម្រាប់ចុកបាទសភាពគឺថាធ្លាយតូចគឺយើងមានប្រដាប់ចុកតូចបាទគឺធ្លាយធំយើងមានប្រដាប់ចុកធំបាទមិនមែនថាធ្លាយតូចបរិយាឲ្យធំអីអត់ទេបាទគឺធ្វើបែបនេះគឺវាកើតឡើងបងបាទវាបណ្ដាលឲ្យកង់ឡានទៅហ្នឹងវាឆាប់ខូចបាទគឺយើងធ្លាយតូចគឺត្រូវមានប្រដាប់ចុកតូចបាទអត់មានត្រូវយកចុកធំមិនដែរទេវាបណ្ដាលឲ្យខូចដោយសារចុកទៅវារៀងតឹងតិចយើងយកកណាត់មកត្រប់កុំឲ្យវាឈឺដៃបាទដោយសារសបកកង់ឡានវារៀងក្រាស់បងប្អូនអញ្ចឹងយើងចុកទៅរៀងឈឺដៃហើយមុននឹងចុកចូលគឺយើងត្រូវយកកាវយើងមកលាបជាមួយនឹងប៉ណ្ណាផងដែរដើម្បីឲ្យវាស្អិតជាប់ប្រើបានយូរបាទប៉ណ្ណាមួយគឺយើងចុកទៅគឺប្រើរាប់ឆ្នាំបាទមកកន្លែងនេះរៀងប៉ោងតិចដោយសារកង់នៅធូរខ្លាំងបាទធូរខ្លាំងហើយកង់ឡាននឹងមិនអាចបើកបានទេបាទមិនអាចបើកបានទេអញ្ចឹងត្រូវការឲ្យជំរុញមកបាទប៉ះដើម្បីសពកង់ហ្នឹងឲ្យវាឡើងប្រើប្រាស់បានទៀតបាទឥឡូវយើងសពបងខ្យល់សិនឲ្យកង់ឡាននឹងឡើងសិនបាទឥឡូវយើងសពរួចរាល់ហើយយើងដាក់ទាំងសាប៊ូមើលសិនតើកន្លែងណាដែលវាជ្រាបទៀតបាទជាងរងប៉ះហើយទាំងអស់ហ្នឹងហើយឲ្យឃើញធ្លាបងប្អូនបាទឥឡូវយើងចាប់ដើមមើលបាទយើងដាក់ជាមួយនឹងទឹកសាប៊ូសិនណាបវលមើលមកជុំដាក់រឿងជោគបាទដាក់ទឹកសាប៊ូនៅរឿងជោគតិចបើកាលណាកន្លែងប៉ុណ្ណាណាដែលធ្លាយហ្នឹងគឺពពុះមកហើយបាទហើយណាធ្លាយគឺពពុះចេញមកយើងស្រួលមើលក្រោយយើងមានដូរមកបាទដូរមកឲ្យកងនឹងហើបផុតពីដីមកយើងអាចប៉ះបានហើយកងឡានបាននេះប៉ុណ្ណាមិញបាទនេះប៉ុណ្ណាមិញឥឡូវយើងដាក់ទឹកសាប៊ូមកសិនបាទអត់មានធ្លាយទេបងប្អូនបាទគឺអូខេហើយបាទចិត្តល្អណាស់បាទគឺដាក់មួយចិត្តប្រោយអត់មានពីវិសាយអត់ទេប៉ុណ្ណាតូចយើងដាក់តូចបាទកាលណាធ្លាយធំគឺយើងប្រើប្រើតុកធំបាទអញ្ចឹងយើងជួយសំចៃបាទដើម្បីកុំឲ្យវាឆាប់ខូចប្រើបានយូរទាំងអស់គ្នាផងដែរបាទមើលបងប្អូនបាទឥឡូវយើងរួចរាល់ហើយបងប្អូនបាទហើយប្រាប់ឧបករណ៍យើងមានតែប៉ុណ្្នឹងហើយបាទនេះសោនេះគឺយើងត្រូវមានដងតទៀតព្រោះខ្ញុំភ្លេចយកដងតមកបាទហើយយើងពវល់ទៅយើងប៉ះជាមួយនឹងកានជន់នៅខាងក្រោមបន្តិចបាទហើយយើងត្រូវមានម៉ូទ័រផងដែរបងប្អូនមានម៉ូទ័រគឺប្រើម៉ូទ័រតើបាទអញ្ចឹងបងប្អូនដែលធ្វើដំណើរផ្លូវឆ្ងាយបាទត្រូវត្រៀមឧបករណ៍ដែលសម្រាប់ដែលមានការតាក់ទងជាមួយនឹងកង់ឡានបាទយើងធ្វើដំណើរទៅផ្លូវឆ្ងាយអីគឺត្រូវសគួរទុកបាទព្រោះទីដាច់ស្រយាលគឺមិនសូវមានជាងទេបាទមិនសូវមានជាងទេអញ្ចឹងគឺយើងត្រូវមានឧបករណ៍សម្រាប់សគួរអញ្ចឹងមកបាទឃើញអត់បាទឥឡូវយើងបធូរវិញបាទយើងដូរដាក់ចុះមកក្រោមវិញហ្នឹងរួចរាល់ហើយអត់មានអីយូរទេបងប្អូនបាទឲ្យតែជិញរុនមកព្រឹបប្រយរួចហើយបាទឥឡូវយើងបធូរសិនធូរដូរយើងតម្លាក់ចុះមកក្រោមអស់ដើម្បីយកដូរយើងចេញទៅដូរកង់មួយទៀតបាទកង់មួយទៀតនោះគឺរៀងធូរតិចអញ្ចឹងម្ចាស់គាត់ឲ្យជំរុញមើលទាំងពីរតើវាជ្រាបតាមណាឥឡូវយើងមើលហើយបាទឧបករណ៍យើងប៉ុណ្ណេះបាទលើទីទៀតឥឡូវយើងមើលមកជាងសិនបាទតែយើងនេះរៀងធូរតិចឃើញកង់បងប្អូនបាទឃើញរៀងធូរអត់ឥឡូវយើងដាក់ដូរយើងចូលទៅក្រោមសិនដើម្បីដូរឲ្យកង់ហ្នឹងវាផុតពីដីឲ្យឡើងផុតពីដីដើម្បីយើងប្រវល់មើលកន្លែងណាដែលវាជ្រាបឥឡូវយើងដូរឡើងហើយជឹកនេះឃើញស្រួលបងប្អូនស្រួលមែនតើបើយើងមានម៉ូទ័រកាន់តែស្រួលជាងនេះទៀតបាទម៉ូទ័រខ្ញុំដាក់ត្រឹមឡើងដល់ឥឡូវយើងប្រវល់កង់មើលសិនបាទលើដាក់រៀងចិត្តតិចបាទឥឡូវយើងដាក់ទឹកសាប៊ូដូចសាមុនយ៉ាងហ្នឹងដើម្បីយើងមើលកន្លែងណាដែលវាជ្រាបខ្យល់ចេញមកកាលណាជ្រាបខ្យល់ចេញមកគឺចេញពពុះហើយកង់មកជាហៀងនេះគឺជាងរនធ្លាប់ចុងម្ដងដែរបាទធ្លាប់ចុងម្ដងដែរឬយើងយូរក្រនហើយកង់ខាងណាដូចជាចូល2ឆ្នាំចេញជិត3ឆ្នាំហើយបាទគឺយូរមែនតើបាទឥឡូវយើងមើលបងប្អូននេះបាទឥឡូវឃើញកន្លែងប៉ុណ្ណាដែលជាងរនចុកឡើងហើយបាទសាមុនគឺរៀងយូរហើយបាទរៀងយូរមែនតើបាទយើងប៉ះប៉ុណ្ណាមួយគឺប្រើបានយូរនេះនៅក្រៅបងប្អូននេះនៅក្រៅមើលប្រវល់មកឃើញអត់បាទគឺរៀងព្រាតិចហ្នឹងកន្លែងហ្នឹងគឺដែលប៉ុណ្ណាយើងចុកបាទចុកយូរហើយប្រើរយៈពេល2ឆ្នាំជាងហើយ7 3ឆ្នាំហើយបាទគឺយើងប៉ះមួយគឺប្រើបាន10ឆ្នាំបាទដោយសារយើងមានកាវបាទឲ្យជាប់ល្អណាបងប្អូនបាទ
ឥឡូវរួចរាល់ហើយមានអីទៀតទេបងប្អូនបាទគឺគ្រាន់តែយើងប្រវល់មើលតើមានកន្លែងណាដែលទៅជ្រាបអត់បាទឥឡូវអត់មានកន្លែងជ្រាបទេគឺគ្រាន់តែបូមខ្យល់ថែមតិចមករួចរាល់បាត់ហើយអត់មានអីវិញឆ្ងាយទេបាទហើយនេះជាឧបករណ៍ដែលយើងត្រូវមានបាទត្រូវសគួរຕົកតាមឡានណាបងប្អូនបាទដូចដាក់ជាមួយនឹងខ្ទួយបរិយក្នុងឡានដាក់ទៅជាមួយនឹងម៉ូទ័របូមខ្យល់ហើយគឺដូចឆ្នាំងសាកដូចឆ្នាំងសាកបញ្ចូលឆ្នាំងសាកក៏បានយកប្រើជាមួយនឹងភ្លើងគួយក្នុងឡានក៏បានបាទគឺដាក់ចូលជាមួយនឹងខ្ទួយបរិយក្នុងឡានណាបងប្អូនហើយងាយស្រួលបាទឥឡូវយើងទៅមើលដល់គ្នាយើងធ្វើមើលគ្រាន់តែយើងយករបស់យើងមកបាទមកតើបងខ្យល់យើងហ្នឹងដាក់ចូលជាមួយនឹងស្តាប់ឡានហ្នឹងមកបាទហើយក៏មានគីឡូសម្រាប់ឲ្យយើងកំណត់មើលផងដែរបើបងប្អូនយើងដាក់2គីឡូកន្លះឬក៏3គីឡូដល់គីឡូដែលត្រូវកំណត់ហ្នឹងគឺអូតូលុតដែលខ្លួនឯងដែលស្វ័យវត្តបងប្អូនបាទឥឡូវយើងមើលយើងកំណត់គីឡូសិនបាទនឹងសេរីដាក់3គីឡូចុះ3គីឡូវានៅសល់ត្រឹម2គីឡូ95ឥឡូវយើងទៅមើលបូមមក10គីឡូហ្នឹងគឺ2គីឡូ95គឺត្រឹបអូតូដោយស្វ័យវត្តលុតទៅដល់បាទមើលទាំងអស់គ្នាបាទឃើញអត់បាទថាលុតលើហើយព្រឺទៅដល់ហើយបាទតែដល់គឺអូតូលុតហើយជាមួយទាំងអស់គ្នាបាទត្រឹបនេះឃើញបងប្អូនបាទលុតបាទហើយងាយស្រួលមែនតើបាទយើងយកទៅតាមឡានតាមអីគឺ